បើសិនជាបងប្អូនចង់រៀនវីដេអូពីក្នុងស្រុកជាមួយភាសាមួយបែបកម្ពុជា CSX យើងក៏មានគ្រប់ឯកជនដែលផ្ដល់សេវាប្រឹក្សាអាចតាក់ទងសួរព័ត៌មានបន្ថែមឬក៏ចុះឈ្មោះតាមរយៈលេខទូរស័ព្ទ Telegram នៅលើវីដេអូនេះស្រាប់បាទសូមអរគុណភាពស្មោះត្រង់គឺជាកត្តាសំខាន់បំផុតចាំបាច់បំផុតនៅក្នុងការពាររក្សាការពារសម្ព័ន្ធភាពនិងផលប្រយោជន៍របស់ក្រុមការងារកាន់តែមានភាពរឹងមាំនិងមានភាពស្ថិតស្ថេរយូរអង្វែងបានលុះត្រាតែសមាជិកគ្រប់ប្រាណប្រកាន់យកគោលការណ៍ធម៌ស្មោះត្រង់ស្មោះស្ម័គ្រស្មោះសរដែលមិនមាននរណាម្នាក់មកទិញលក់ដូរខួរក្បាលបេះដូងថ្លើមប្រមាថបានទោះជាឲ្យថ្លៃខ្ពស់ក៏ពពកយ៉ាងណាក៏ដោយចុះព្រោះគ្មានអ្វីដែលមានតម្លៃជាងឧត្តមគតិនិងបេះដូងដ៏ស្មោះសរនោះទេក្រុមខ្លះបែកបាក់ឬរត់ចោលគ្នាព្រោះតែរឿងផលប្រយោជន៍ដោយពួកគេហ៊ានលក់ដូរទិញជួលឲ្យប្រព្រឹត្តអំពើផិតក្បត់នៅក្នុងតម្លៃជាប្រាក់ក្រុមខ្លះទៀតមានការបែកបាក់ឬរត់ចោលគ្នាព្រោះតែក្រុមមានទុក្ខជួបឧបសគ្គធ្លាក់នៅក្នុងគ្រោះអាសន្នអ្វីទាំងអស់នេះវាងាយនឹងកើតឡើងណាស់ចំពោះសមាជិកដែលគ្មានឧត្តមគតិសតិសម្បញ្ញៈនិងភាពស្មោះត្រង់អីចឹងហើយនៅក្នុងការជ្រើសរើសសមាជិកណាម្នាក់ចូលក្រុមត្រូវមានការប្រុងប្រយ័ត្នខ្ពស់ប្រយ័ត្នប៉ះចំមនុស្សខ្លាំងនិទានខ្លាឃ្មុំនិងសម្លាញ់ទាំងពីរពេលដែលសម្លាញ់ទាំងពីរបានកំពុងដើរសម្ដៅទៅក្នុងព្រៃដ៏ជ្រៅមួយពួកគេបានដឹងថាពួកគេអាចនឹងជួបគ្រោះថ្នាក់គ្រប់ពេលដូច្នេះហើយពួកគេបានសន្យានឹងគ្នាថាពួកគេនឹងមិនរត់ចោលគ្នានោះទេទោះបីស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយរំពេចនោះពួកគេបានឃើញខ្លាឃ្មុំដ៏ធំមួយក្បាលដែលកំពុងសម្ដៅមកពួកគេខណៈនោះសម្លាញ់ម្នាក់នោះបានឡើងដាំឈើមួយដែលស្ថិតនៅជិតខ្លួនប៉ុន្តែសម្លាញ់ម្នាក់ទៀតមិនចេះឡើងដាំឈើនោះទេបន្ទាប់មកសម្លាញ់ម្នាក់នោះបានក្រាបទៅលើដីដោយបានត្រៀមលក្ខណៈផ្លូវចិត្តប្រឈមមុខនឹងសេចក្តីស្លាប់រួចរាល់អស់ទៅហើយទីបំផុតខ្លាឃ្មុំបានចូលទៅជិតសម្លាញ់ម្នាក់នោះរួចហិតត្រជាបន្ទាប់មកក៏ចាក់ចេញដោយយឺតព្រោះថាសត្វខ្លាឃ្មុំមិនប៉ះពាល់រុក្ខជាតិគ្មានជីវិតនោះទេពេលនេះសម្លាញ់ដែលចេះឡើងដើមឈើបានចុះមកហើយសួរសម្លាញ់ម្នាក់ទៀតសម្លាញ់តើខ្លាឃ្មុំនោះបានខ្សឹបប្រាប់អ្វីខ្លះដល់ឯងសម្លាញ់ម្នាក់ទៀតខ្លាឃ្មុំបានឲ្យដំបូងមានខ្ញុំចូលកុំជឿលើមិត្តអាក្រក់គំនិតពិចារណាមិត្តអាក្រក់គឺជាមិត្តបន្លំដែលតែងតែស្រឡាញ់គ្នានៅគ្រាបានស៊ីចុកសុខសប្បាយដល់ពេលមានអាសន្នទុក្ខអត់អីស៊ីចុកដើរចូលច្បាស់ជារត់ចេញជើងចាក់ចេញចោលគ្នាជាមិនខានពីមិត្តពិតប្រាកដគឺជាមិត្តដែលចេះជួយគ្នានៅគ្រាអាសន្នសុខចិត្តស្លាប់រស់ជាមួយគ្នាមិនចាក់ចេញចោលគ្នាឡើយមិត្តពិតប្រាកដគឺជាមិត្តល្អមានចិត្តស្មោះសរមិនក្បត់បោកប្រាស់គ្នាឡើយជាមិត្តរួមសុខរួមទុក្ខបានសុខរួមសុខបើជួបទុក្ខក៏នៅតែរួមទុក្ខ3មិត្តខ្លះមាត់ចេះតែថាស្រឡាញ់ស្មោះស្ម័គ្ររួមសុខរួមទុក្ខប៉ុន្តែនៅពេលដែលឮថាអាសន្នចិត្តដល់មុខផ្ទះស្រាប់តែរើបំរាស់រត់ចោលគ្នាបាត់នេះហៅថារួមសុខរត់ចោលទុក្ខបានសេចក្តីថារួមតែសុខដល់ពេលមានទុក្ខរត់រកព្រះអាយុរៀងខ្លួនមិត្តបែបនេះមិនអាចធ្វើការរួមគ្នាឬមិនអាចហៅថាចូលជាសមាជិកក្រុមការងារតែមួយបានឡើយ4មានមនុស្សច្រើនណាស់ដែលត្រូវរងគ្រោះដោយសារតែសេពប៉ះចំមិត្តបន្លំមិត្តខ្លែងមិត្តចង្រៃមិត្តទុច្ចរិតខ្ញុំនេះជាឧទាហរណ៍ស្រាប់ហើយចាញ់បោកគេចាប់គុកខាត់បង់ប្រាក់ដោយសារតែសេពចំប៉ះមិត្តខ្លែងតែបានសន្យាថាចូលមកជួយដោយចិត្តសប្បុរសធម៌ក្នុងរូបភាពល្អក្រៅតែគំនិតក្នុងអាក្រក់
ត្រង់នេះចង់បញ្ជាក់ថាកុំវិនិច្ឆ័យជនណាម្នាក់ដែលចូលខ្លួនមកធ្វើជាដៃគូសហការរបស់អ្នកដោយមើលឬសម្គាល់តែសម្បកក្រៅខាងក្រៅត្រូវសិក្សាការពិតនិងធាតុពិតខាងក្នុង5បើនឹងធ្វើការងារធំយើងត្រូវការជាចាំបាច់នៅការសហការគ្នាធ្វើការងារជាក្រុមហើយដែលអាចធ្វើឲ្យយើងជោគជ័យធំគឺសមាជិកនីមួយៗនៅក្នុងក្រុមត្រូវតែមានសមត្ថភាពខ្ពស់និងខុសប្លែកផ្សេងគ្នាតែអ្វីដែលនាំឲ្យយើងគិតទៅដល់កត្តាទាំងនេះត្រូវគិតកត្តានៃភាពចាំបាច់មួយជាចម្បងសិននោះគឺភាពស្មោះត្រង់បើគ្មានភាពស្មោះត្រង់ទេមិនចាំបាច់ទៅនិយាយដល់អ្វីផ្សេងទៀតឡើយព្រោះវានឹងនាំឲ្យក្រុមរលាយបែកបាក់ខ្ចាត់ព្រាត់រលត់រលាយថ្ងៃណាមួយពុំខានឡើយចាអរគុណច្រើនបងប្អូនអត្ថបទភាពស្មោះត្រង់នេះក៏សូមបញ្ចប់តែប៉ុណ្្នេះហើយក៏សូមអរគុណបងប្អូនដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់ចាអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀតស្ដីបងប្អូននេះលុយដៃគូខ្ញុំគាត់ផ្ញើមកតាំងពីខេត្តបន្ទាយមានជ័យហើយខ្ញុំទទួលគ្រប់25ខេត្តក្រុងហើយបើសិនណាបងប្អូនខ្ជិលផ្ញើមកឲ្យខ្ញុំជួយដូរឲ្យទេបងប្អូនអាចយកនៅធនាគារជាតិខ្លួនឯងបានទីតាំងនៅទីរួមខេត្តបងប្អូនដែលបងប្អូនរស់នៅសិនបងប្អូនចង់តាមមួយខ្ញុំក៏បានដល់ថាបងប្អូនអត់ចេះបិទអត់ចេះអីហើយខ្ជិលទៅដូរហើយនៅឆ្ងាយពីខេត្តអីចឹងតែបងប្អូនអាចទំនាក់ទំនងមកតាមខ្ញុំបានតាមរយៈលេខ Telegram ដែលខ្ញុំបានដាក់នៅក្នុងបណ្ដាញសង្គមគ្រប់ដែលខ្ញុំប្រកាសចឹងអញ្ចឹងនាងខ្ញុំធ្វើវីដេអូមួយនេះជាគំរូសម្រាប់តំណាងឲ្យ page ឲ្យ channel នាងខ្ញុំអញ្ចឹងបើសិនណាបងប្អូនចង់ដូរចង់អីទេអាចឆាតសួរតាមរយៈ Telegram ក៏បានតាម Facebook page Facebook ផ្ទាល់ខ្លួនក៏បានដែរហើយយើងចង់រកដៃគូសហការដូចដៃគូខ្ញុំអញ្ចឹងណាចឹងបងប្អូនអាចឆាតតំណែងបានអរគុណ